ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះរកណាវីនឹកមុខមនុយថ្មីបងប្អូនណាចាខ្ជុះស៊ី special តែម្ដងបងប្អូនអើយ smooth ចាឡើងឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនណាគឺណាវីរនឹកមុខម្ហូបចាឈៀវឈន់ខ្ចៅដូងចាបងប្អូនណាណាវីធ្វើមុខមនុយថ្មីដោយខ្លួនឯងណាវីរនឹកមុខម្ហូបនឹងយូរហើយបងប្អូនណាឥឡូវធ្វើចេញហើយចាទិញខ្ចៅដូងបងប្អូនណាចាតំណទិញបានបងប្អូនណានាំមកលក់មានតែម្នាក់គត់ចាទិញបាន10កំប៉ុងបងប្អូនណាហើយថ្លៃបងប្អូនខ្ចៅដូងណាចាថ្ងៃនេះថ្មីស្រស់ក្តៅតែម្ដងបងប្អូនទិញចំនួន10កំប៉ុងមកធ្វើខ្ចៅដូងឈីឈន់ចារសជាតិគឺឲ្យអួយអញ្ចឹងគ្រឿងផ្សំណាវីមានឆ្អឹងផា2មានឆ្អឹងខ្មងចំនួន1គីឡូបងប្អូនណាចាយកមកធ្វើទឹកស៊ុបឈីឈន់ចានេះអញ្ចឹងណាវីអត់កាប់ទេឆ្អឹងផាហ្នឹងគឺណាវីដាក់ទាំងអញ្ចឹងហ្មងឥឡូវណាវីចាប់ផ្ដើមផ្សំគ្រឿងចាយកមកកូរលើឆ្នាំងណាវីប្រើប្រេងអូលីវចាចាក់គ្រឿងដែលណាវីហាន់ហ្នឹងបងប្អូនយកទៅអាំងក៏បានតែណាវីចាយកមកកូរនៅឆ្នាំងស៊ុបតែម្ដងបងប្អូនណាព្រោះអត់មានពើអាំងចាអញ្ចឹងកូរត្រឡប់ទៅត្រឡប់មកឲ្យរសជាតិឈ្ងុយបងប្អូនណាវីដាក់ប្រើដុំស៊ុបចាដុំស៊ុបតុងយ៉ាំ2ដុំចាមានកូរក្រីចារំដេងស្លឹកក្រូចសើចចឹងមកបងប្អូនណាហើយនឹងមានខ្ទឹមក្រហមចានឹងខ្ទឹមបារាំងនេះបងប្អូនណាកូរទៅកូរមកឡើងឈ្ងុយបងប្អូនអើយចាធ្វើម្ដងចានិយាយផ្អើពេញពី3ភូមិតែម្ដងផ្អើដល់ប្អិនណាបងប្អូននិយាយមែនណារសជាតិគឺខ្ជុះស៊ីតែម្ដងបងប្អូន special ហ្មងបងប្អូនចារនឹកធ្វើដោយខ្លួនឯងបងប្អូនចាអ្នកឧស្សាហ៍បានធ្វើបានបងប្អូនព្រោះខ្ចៅមិនងាយចាក់ទេឥឡូវណាវីចាប់ផ្ដើមដាក់ឆ្អឹងផាចូលនិងឆ្អឹងខ្មងបងប្អូនណាឆ្អឹងផា2ហ្នឹងនេះណាវីដាក់រងាស់ជាមួយនឹងខ្ទឹមដែលយើងលីងជាមួយនឹងរំដេងកូរក្រីគឺឈ្ងុយតែម្ដងបងប្អូនណាចាកូរទៅកូរមកចាកុំភ្លេចបងប្អូនណាចាដុំស៊ុបតុងយ៉ាំ2ដុំចានេះដាក់តែ2ដុំហ្នឹងគឺរសជាតិឆ្ងាញ់យកទៅណាមអស់បងប្អូនអើយណាវីប៉ិនរនឹកមុខម្ហូបណាចាឲ្យថ្លៃណាបងប្អូនឃើញចឹងនេះណាវីប្រើដុំជីឈន់នេះណាវីប្រើអត់ច្រើនទេបងប្អូនខ្លាចហិលព្រោះកូនគាត់ផ្ដាសាសូវស្រួលខ្លួនណាចាអញ្ចឹងទៅដាក់ជីឈន់មិនល្មមទេបងប្អូនដាក់យកក្រហមខ្លាំងក៏បានដែរបងប្អូនណាចាតែណាវីអាណិតកូនគាត់ហិលញ៉ាំមិនកើតអញ្ចឹងទៅយើងដាក់មិនល្មមទៅបងប្អូនចានេះដុំជីឈន់នេះគឺល្អប្រើមែនតើបងប្អូនណាចាណាវីទិញឲ្យល្អចានេះកោទៅកមករំលេងបងប្អូនអើយគ្រាន់តែប៉ុណ្្នឹងគឺឈ្ងុយពេញហាងតែម្ដងចានេះពេញផ្ទះបាយហាងហ្មងបងប្អូនចាស់ស្វិន168ចានេះណាវីដាក់ជីឈន់ជាកោរំលេងឈ្ងុយហើយគឺយើងដាក់ដុំជីឈន់ចូលទៅបងប្អូនណាចាយើងនឹងងាស់ចោលទៅយើងមកវាយប្រហិតយើងចាប្រហិតណាវីប្រើចំនួន1គីឡូកន្លះបងប្អូន2ដុំហ្នឹងផាត់ថៃឆ្លាតសុតកោសថ្មីហ្មងណាចាហើយណាវីប្រើសាច់ជ្រូក3ជាន់ចំនួន2គីឡូចាយកសាច់3ជាន់សុតបងប្អូនណាចាហើយនឹងណាវីលាយជាមួយនឹងខ្ចៅដូង10កំប៉ុងចាក់បានកន្លះគីឡូបងប្អូនណាវីថ្លឹងរួចរាល់អស់ហើយនេះណាវីឆ្នាំងស៊ុបណាវីបងប្អូនចាចឹងដាក់រងាស់ចោលទៅយើងមកឆ្លៀតចាធ្វើចាចិញ្ច្រាំសាច់ចិញ្ច្រាំអីចឹងមកបងប្អូនណាចាណាវីហាន់សាច់ខ្លះយកមកចំអិនមកណាវីអត់ញ៉ាំឆៅទេបងប្អូនចាយកចំអិនឆា 4-5 ត្រឡប់ទៅចាំយើងយកមកដាក់អាំងនៅឆ្នាំង BBQ បងប្អូនណាចាឥឡូវណាវីចិត្តបន្លែដើម្បីញ៉ាំជាមួយស៊ុបចាមានផ្កាខាត់ណាពណ៌ខៀវ2ដុំចាផ្សិត2ដុំបងប្អូនណាចាមានស្ពៃតឿស្ពៃបូកគោនិងស្ពៃចង្កឹះហើយណាវីមិនដាភ្លេចអមតែមានស៊ុបបងប្អូនមិនថាស៊ុបឆ្នាំងដីឈប់ជីឈន់អីគឺណាវីប្រើអមទាំងអស់បងប្អូនណាហើយមានជីរណាមានខ្ទឹមចាខ្ទឹមបារាំងទេផ្លោកការ៉ុតចថាបងប្អូនចានេះអញ្ចឹងណាវីចិត្តលួចរាល់ហើយណាវីយកទៅលាងហើយបញ្ជាក់បងប្អូនណាអង្គុយចាក់នេះបានកន្លះគីឡូបងប្អូន10កំប៉ុងខ្ចៅដូងអញ្ចឹងយើងយកមកលាង 4-5 ទឹកទៅបងប្អូនដើម្បីអស់ដីបងប្អូនស្ងោរឲ្យគាត់អត់អស់ដីណាយើងលាងច្បាច់ទៅច្បាច់មកដាក់កញ្ច្រែងរំនិយាយទៅចម្រោះទឹកទៅបងប្អូនចាឥឡូវណាវីមកឈូសការ៉ុតខ្លះដើម្បីញ៉ាំចានេះបងប្អូនគាត់ណាបន្លែមុខបន្តិចហ្នឹងពី3កញ្ច្រែងបងប្អូនអើយញ៉ាំមិនអស់ទេចានេះចឹងណាវីធ្វើឈីឈន់ម្ដងគឺណាវីញ៉ាំពេលថ្ងៃដល់ល្ងាចបងប្អូនចារសជាតិគឺនិយាយពីឆ្ងាញ់បងប្អូនអើយសំយើងផ្ដាសាយមេតិច
ចាអញ្ចឹងទៅយើងញ៉ៅយើងញ៉ាំកម្ដៅពោះកម្ដៅមាត់អញ្ចឹងណាបងប្អូនណាចានេះត្រីឆ្លាតបងប្អូនតំកោសមករួចថ្មីហ្នឹងបងប្អូនណាចានេះស៊ុបជីឈွန်ក៏ហើយរួចរាល់ហើយបងប្អូនចាធ្វើប្រញាប់ឲ្យកូនទៅសាលារៀនណាចាឲ្យខ្ចៅដងនេះណាវាអត់កញ្ច្រាំពីសាច់ជ្រូកទេព្រោះយើងហាន់ដុំទៅបងប្អូនខ្ចៅដងតូចហ្នឹងចាហាន់ទៅយើងវាយជាមួយនឹងប្រហិតត្រីឆ្លាតនិងសាច់ជ្រូក3ជាន់មិចចូលគ្នា3មុខបងប្អូនណាចានេះហើយយើងប្រើស្លឹកខ្ទឹមហើយនឹងខ្ទឹមសបងប្អូនដើម្បីបង្កើនរសជាតិឲ្យឈ្ងុយឆ្ងាញ់បងប្អូនអញ្ចឹងមុខម្ហូបនេះគឺខ្ចៅដងឈឺឈ្រាន់បងប្អូនណាចារ៉េតឲ្យតាន់គេចាគេរ៉េតសត្វតពងទាកូនឈឺឈ្រាន់អីណាវីចាធ្វើហ្នឹងដើម្បីទុកប្រហិតខ្លះណាវីធ្វើប្រហិតខ្ចៅដងហ្នឹងចាព្រោះយើងអត់មានស្បកដូចដាក់ខ្ចៅដូចខ្យងធំទេបងប្អូនណាអញ្ចឹងខ្ចៅដងយើងចាក់យកស្បកចេញយើងយកទៅសាច់ទេមកហាន់មិចជាមួយនឹងដាក់ជាមួយសាច់ជ្រូកចិញ្ចាំ3ជាន់ចាហ្នឹងនឹងប្រហិតត្រីឆ្លាតយើងចង់ចាញ់បងប្អូននេះហើយសាច់នេះណាវីធ្វើឆ្អិនឲ្យបងប្អូនដើម្បីយកទៅអាំងនៅឆ្នាំង BBQ បងប្អូនណាចាណាវីផ្លះយកស្ដើងហើយណាវីប្រើទឹកដូងចំនួន2ផ្លែបងប្អូនចានេះចឹងកាប់យកសាច់យកអីមកចាយកសាច់កោសញ៉ាំចាហើយយើងមានស្បែកជ្រូកបំពងមានទឹកត្រីកោះកុងមានទឹកតៅហ៊ូមានទឹកអំបិលម្រេចបងប្អូនណាហើយយើងមិចជាមួយនឹងរួយចាជាមួយនឹងអូលីងបងប្អូនណាហើយក៏និយាយគឺឈ្ងុយតែម្ដងបច្ចអត់ចង់ចាញ់បងប្អូនហត់ពេកចាអ្នកធ្វើអ្នកឧស្សាហ៍មិនធ្វើបានបងប្អូនណាខ្ចៅដងនេះទូចយើងយកមកចាក់ផងយើងឆ្លៀតទៅធ្វើស៊ុបផងចាទៅវាយជាមួយប្រហិតត្រីឆ្លាតនឹងច្រាមសាច់ជ្រូក3ជាន់មិចចូលជាមួយនឹងខ្ចៅដងបងប្អូនហើយគឺយូរមែនតើចាហើយយើងញ៉ាំជាមួយមីបងប្អូនណាបងប្អូនចង់ញ៉ាំជាមួយបាយក៏បានដែរហើយយើងដាក់ពងទាពងមាន់មកអាំងចាជាមួយសាច់ជ្រូក3ជាន់ជាមួយប្រហិតត្រីឆ្លាតយើងដាក់លាយមួយខ្ចៅដងហ្នឹងគឺអូយរសជាតិនិយាយពីឲ្យអ៊ុយហ្មងនេះចាក់ទឹកដូងបងប្អូនណាវាដាក់កាប់ហើយដាក់កំសៀវទៅយើងចាក់ទឹកដូងហើយចាំយើងដួសទឹកស៊ុបជីឈွန်មកយើងដាក់រងាស់នៅឆ្នាំង BBQ នឹងមកបងប្អូនឃើញទេនេះណាវាអត់បានស្រង់កូនក្រៃអីចេញទេបងប្អូនអើយចាព្រោះប្រញាប់កូនទៅសាលារៀនណាចារស់រាន់មែនតែនបងប្អូននាំតែរួចតាំងពីម៉ោងនិយាយទៅ5ព្រឹករហូតដល់តែម៉ោង7:12បងប្អូនណាធ្វើទៅនាំតែរួចឆ្លៀតកូនពៅជួយចាក់ខ្ចៅកូនបងគាត់ជួយលាងជួយចិញ្ច្រាំសាច់ណាវីនេះទៅធ្វើស៊ុបចាជួយចិញ្ច្រាំសាច់ហាន់បន្លែលាងបន្លែអីចឹងទៅចាកូនទី2គាត់ទៅសាលារៀនអញ្ចឹងទៅយើងជួយគ្នាម្ដាយមួយជើងម្នាក់ឆាប់បានញ៉ាំលោកប្តីទៅធ្វើការចាអញ្ចឹងធ្វើស៊ុបបើកម្លាំងលោកប្តីនិងនាងខ្ញុំកូនប្រុស2ស្រីពៅមួយនឹងបងប្អូនណាហើយសល់ប្រហិតប៉ុណ្នេះណាវីទុកដាក់ជាមួយវគ្គក្រោយឈឺឈွန်ពងទាកូនម្ដងបងប្អូនណាចានេះចឹងយើងមិនដឹងជាទិញប្រហិតណាឲ្យបានល្អដូចយើងធ្វើខ្លួនឯងទេបងប្អូនណាចាគឺធម្មជាតិត្រីឆ្លាតធម្មជាតិបងប្អូនខ្ចៅគឺធម្មជាតិចាចឹងយើងធ្វើប្រហិតទៅទុកក្នុងទូទៅបងប្អូនណានឹកឃើញចង់ធ្វើស៊ុបយើងមានប្រហិតខ្លួនឯងស្រេចតែម្ដងចឹងណាវីមានតែប៉ុណ្ណេះទេជម្រាបលាជួបណាវីនៅវីដេអូក្រោយបាយបាយ